កាលពី60ឆ្នាំមុនក៏មានទេពយុទ្ធបែបនេះដែរបានបញ្ជូននៅបិសាចស្វាមួយក្បាលស្វាព្រៃមកពីណាឆាប់ចេញមកភ្លាមស្វាថ្មឯងនៅតែដូចការពិចិត្តមុនរបស់ឯងពោពេញទៅដោយនិស័យព្រៃនៅជ្រលងភ្នំស្វាហោះគ្មានបិសាចណាហ៊ានមកប្រឆាំងប្រហើតដាក់យើងនោះទេនោះព្រោះតែឯងមិនទាន់បានជួបយើងវេទមន្តស្វាបូជាវត្ថុដង្វាយទាំងនេះដើម្បីការពារដល់ជ្រលងភ្នំស្វាហោះនិងសុវត្ថិភាពភាគច្រើនរបស់ស្វាពាក្យនេះរបស់ទុនខ្សោយដើម្បីប្រោសសុវត្ថិភាពរបស់ពួកឯងនេះជាហេតុផលអ្វីទៅខ្ញុំចេះតែយល់ថាឯងគឺជាបិសាចស្វានោះដែលចាប់ជាតិចាំបាច់នាំក្តីសង្ឃឹមដល់វិធីរបស់បិសាចព្រលឹងបិសាចគេងលងលក់របស់យើងកំពុងតែភ្ញាក់ឡើងហើយទុះឡើងមកព្រលឹងស្វាយើងមិនឲ្យឯងធ្វើបាបស្វាមកក្បាលណាមួយឡើយជលងភ្នំមួយនេះគឺយើងជាអ្នកការពាររឿងកំពូលយុទ្ធសាស្ត្រស៊ុនអ៊ូខុង